សិស្សនិតិអេចំនួន79នាក់ក្នុងខេត្តកំពង់ស្ពឺទទួលបានកុំព្យូទ័រម្នាក់មួយគ្រឿងពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកំពង់ស្ពឺព្រឹកថ្ងៃទី1ខែតុលាឆ្នាំ2025ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺបានអញ្ជើញសម្ដែងស្នានិងថ្លែងអំណរអគុណលោកគ្រូអ្នកគ្រូបង្រៀនវគ្គបំពេញសមាជិកនិងអបអរសាទរចំពោះសិស្សនិតិអេប្រឡងសញ្ញាបត្រមធ្យមសិក្សាទ្រយភូមិក្នុងឆ្នាំសិក្សា2024និង2025នាសម័យប្រឡង28សីហា2025ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតអភិបាលខេត្តប្រធានយុវជនសសយកលោកអភិបាលក្រុងស្រុកលោកនាយកសាលាលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សជាច្រើនទៀតពិធីនេះដែលប្រារព្ធធ្វើនៅសាលប្រជុំបណ្ណាល័យកំពង់ស្ពឺឯកឧត្តមបណ្ឌិតជឹមច័ន្ទសុភ័ណ្ឌអភិបាលខេត្តកំពង់ស្ពឺបានថ្លែងថាក្រមដំបូលនៃសន្តិភាពនិងការអភិវឌ្ឍដែលស្របនឹងការរីកចម្រើននៃបច្ចេកវិទ្យារបស់ពិភពលោកការទទួលបានចំណេះដឹងដែលបានមកពីការខិតខំសិក្សាត្រាវជ្រាវរបស់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សព្រមទាំងឪពុកម្ដាយក៏ដូចជាអាណាព្យាបាលដែលមានការជ្រោមជ្រែងគ្រប់អ្នកពាក់ព័ន្ធពិសេសការឧបត្ថម្ភគាំទ្រនិងការលើកទឹកចិត្តពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានធ្វើឲ្យវិស័យអប់រំយុវជននិងកីឡាខេត្តកំពង់ស្ពឺកាន់តែរីកចម្រើនជាបន្តបន្ទាប់ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថាក្នុងនោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទ្រយភូមិក្នុងឆ្នាំសិក្សា2024-2025ខេត្តកំពង់ស្ពឺមានបេក្ខជនប្រឡងសរុបចំនួន5772នាក់ស្រី3290នាក់ជាប់សរុប5038នាក់ស្រី3014នាក់ស្មើនឹង82.28% ក្នុងនោះនិតិអេចំនួន79នាក់ស្រី50នាក់ស្រុកកងពិសី12នាក់ក្រុងច្បារមន23នាក់ស្រុកបរសែត8នាក់ស្រុកភ្នំស្រួយ8នាក់ស្រុកសំរងទង16នាក់និងក្រុងឧដុង្គម៉ៅជ័យ12នាក់ដោយក្នុងឆ្នាំ2025នេះសិស្សនិស្សិតនិតិអេក្នុងខេត្តកំពង់ស្ពឺមានការកើនឡើងគួរឲ្យកត់សម្គាល់ឆ្នាំ2024មានសិស្សនិតិអេ47នាក់តែឆ្នាំ2025កើនឡើងរហូតដល់79នាក់លទ្ធផលនេះគឺបានជួយលើកកិត្តិយសដល់បងប្អូនផ្ទាល់ក្រុមគ្រួសារនិងសាលារៀនព្រមទាំងមូលដ្ឋានក្រុងស្រុកហើយជាពិសេសទៅទៀតនោះគឺមុខមាត់របស់ខេត្តកំពង់ស្ពឺយើងទាំងមូលតែម្ដងក្នុងឱកាសនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺសូមកោតសរសើរដល់បងប្អូនដែលទទួលបាននិតិអេថ្ងៃនេះដែលសមិទ្ធផលនេះគឺការឡើងចេញពីឆន្ទៈដ៏មោះមុតរបស់បងប្អូនក្នុងការកំណត់គោលដៅច្បាស់លាស់និងជំនះពុះពៀឧបសគ្គខិតខំប្រឹងប្រែងតស៊ូរៀនសូត្រធ្វើយ៉ាងណាសម្រេចឲ្យបានជោគជ័យក្នុងការសិក្សារបស់ខ្លួននិងសម្រេចឲ្យបាននៅគោលដៅដែលខ្លួននិងលោកគ្រូអ្នកគ្រូជាពិសេសអាណាព្យាបាលប៉ងប្រាថ្នាដែលចង់ឃើញកូនៗរបស់ខ្លួនទទួលភាពជោគជ័យនាពេលបច្ចុប្បន្ននិងនាពេលអនាគតបន្តទៀតឯកឧត្តមបានបន្តថាក្រោមការដឹកនាំប្រកបដោយភាពឆ្លាតវៃរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំជាក់ស្ដែងសម្ដេចបានណែនាំឲ្យក្រសួងអប់រំនិងកម្មវិធីអប់រំដើម្បីកសាងធនធានមនុស្សឲ្យច្រើនតាមទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យ Digital និងសេដ្ឋកិច្ចប្រកបដោយជំនាញឯកឧត្តមសូមសំណូមពរដល់ថ្នាក់ដឹកនាំមន្ទីរអប់រំយុវជននិងកីឡាលោកនាយកនាយិកាវិទ្យាល័យទាំង26លោកគ្រូអ្នកគ្រូនិងអាជ្ញាធរក្រុងស្រុកទាំងអស់សូមបន្តលើកទឹកចិត្តដល់បងប្អូនដែលមិនបានជាប់ឆ្នាំនេះកុំឲ្យមានការបាក់ទឹកចិត្តនិងបន្តជំរុញពួកគាត់ឲ្យខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតដើម្បីបានប្រឡងជាប់នៅឆ្នាំក្រោយឬក៏អាចជួយជំរុញឲ្យពួកគាត់សិក្សាជំនាញបច្ចេកទេសនានាបានតាមរយៈមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងស្ថាប័នពាក់ព័ន្ធដើម្បីចាប់យកជំនាញណាមួយឲ្យបានច្បាស់លាស់ងាយស្រួលស្វែងរកការងារធ្វើនិងបន្តប្រឹងប្រែងទៅមុខទៀតដើម្បីមានអាជីពការងារមួយច្បាស់លាស់ទៅថ្ងៃអនាគតដែលអាចជួយជ្រោមជ្រែងដល់គ្រួសារឪពុកម្ដាយនិងត្រូវធ្វើជាកូនល្អសិស្សល្អយុវជនល្អសម្រាប់ប្រទេសជាតិមួយទៀតបើអាចសូមជួយចែករំលែកនៅភាពជោគជ័យនេះដល់បងប្អូនយើងចំនួនក្រោយជាបន្តទៀតផងដែរសូមបញ្ជាក់ថាឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានផ្ដល់ការលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់និតិអេចំនួន79នាក់ក្នុងមួយអ្នកទទួលបានកុំព្យូទ័រមួយគ្រឿង